បាទកិច្ចព្រមព្រៀងបទឈប់បាញ់ដែលកម្ពុជាថៃបានព្រមព្រៀងគ្នាអនុវត្តតាំងពីម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 27 ធ្នូ 2025 មកទល់នឹងពេលនេះគឺសម្រាប់អនុវត្តរយៈពេលយូរអង្វែងបាទមិនមែនអនុវត្តតែ72ម៉ោងទេបាទ72ម៉ោងដែលត្រូវបានលើកឡើងនៅក្នុងចំណោមចំណុចទាំង16នៃសេចក្តីប្រកាសរួមបទឈប់បាញ់កម្ពុជាថៃដែលមានហត្ថលេខារបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីការពារជាតិថៃកាលពីថ្ងៃទី 27 ធ្នូគឺសម្រាប់រយៈពេលរងចាំរបស់ភាគីថៃមុននឹងគេដោះលែងវីរៈកងទ័ពកម្ពុជាទាំង18នាក់ដែលភាគីថៃបានចាប់ទៅឃុំខ្លួនដោយខុសច្បាប់តាំងពីក្រោយបទច្បាញ់លើកទី1កាលពីព្រឹកថ្ងៃទី 29 កក្កដា 2025 មកបាទមិនមែនកិច្ចព្រមព្រៀងបទច្បាញ់ចុះហត្ថលេខាថ្ងៃទី 27 ធ្នូនឹងអនុវត្តតែ72ម៉ោងឬក៏3ថ្ងៃនឹងមិនមែនទេបាទគឺ72ម៉ោងនេះខាងភាគីថៃគេរងចាំសិនមុននឹងដោះលែងវីរៈកងទ័ពរបស់យើងទាំង18នាក់ឲ្យត្រឡប់មកកម្ពុជាវិញឲ្យត្រឡប់មកបានជួបជុំក្រុមគ្រួសារសាច់ញាតិបងប្អូនរបស់ពួកគាត់ជាថ្មីបាទប៉ុន្តែជារួមបទឈប់បាញ់នេះគឺសម្រាប់អនុវត្តរយៈពេលវែងបាទហើយសម្រាប់អ្វីដែលបងប្អូនប្រជាពលរដ្ឋរបស់យើងដែលប្រាថ្នាចង់បានយ៉ាងខ្លាំងក្លាបំផុតគឺបទឈប់បាញ់យ៉ាងហើយបាទអលងពេលកំពុងតែប្រយុទ្ធគ្នាដែលកងទ័ពឈ្លានពាននៃប្រទេសជិតខាងឈ្លានពានចូលដែនបរណភាពទឹកដីរបស់កម្ពុជាយើងយ៉ាងសាហាវឃុកឃើនិងជ្រៅឡើងគ្រប់គ្នាបន់ស្រន់ឲ្យមានសន្តិភាពឆាប់គ្រប់គ្នាប្រាថ្នាឲ្យអន្តរជាតិឲ្យមហាអំណាចឲ្យអង្គការអន្តរជាតិធំចូលមកអន្តរាគមន៍ភ្លាមដើម្បីឲ្យមានបទឈប់បាញ់បាទឥឡូវយើងសម្រេចបានហើយបាទអញ្ចឹងអ្វីដែលជាអត្ថប្រយោជន៍នៅចំពោះមុខគឺរក្សាការពារអាយុជីវិតទាំងវីរៈកងទ័ពវីរៈនគរបាលជាតិកងកម្លាំងវីរៈយុទ្ធជនរបស់យើងទាំងប្រជាជនស៊ីវិលរបស់យើងដែលភៀសសឹកជាង6សែននាក់ហើយក្នុងចំណោមនោះកុមារប្រមាណ7.2សែននាក់ចាស់ជរាស្ត្រីមានផ្ទៃពោះស្ត្រីទើបឆ្លងទន្លេកុមារដែលទើបកើតកុមារដែលរត់ចេញពីផ្ទះដោយសារតែសង្គ្រាមដោយសារតែការឈ្លានពានរបស់ប្រទេសជិតខាងដែលពួកគាត់ចង់ត្រឡប់ទៅផ្ទះវិញចង់ជួបជុំគ្រួសាររស់នៅផ្ទះរបស់គាត់ភូមិឋានរបស់គាត់ឡើងវិញចង់ចូលរៀនវិញចាស់គាត់ចង់ត្រឡប់ទៅផ្ទះរបស់គាត់វិញប្រកបរបរការងារដាំដំណាំចិញ្ចឹមសត្វធ្វើការងារប្រកបអាជីវកម្មផ្សេងៗរបស់គាត់ដូចពីមុនឡើងវិញបាទនោះជាអ្វីដែលយើងគ្រប់គ្នាចង់បានបាទហើយសម្រាប់បទឈប់បាញ់ដែលបានចែងថាឈរជាងកន្លែងណានៅកន្លែងហ្នឹងសិនអត់ឲ្យចល័តអត់ឲ្យបន្ថែមសុភិវុឌ្ឍបន្ថែមកងទ័ពមិនឲ្យល្បាតទៅចិត្តទីតាំងឈរជើងរបស់ភាគីម្ខាងទៀតបាទគឺជាលក្ខខណ្ឌដើម្បីធានាសុវត្ថិភាពធានាការទុកចិត្តគ្នាបាទហើយដើម្បីស្ដារសន្តិភាពស្ដារទំនុកចិត្តឡើងវិញបាទហើយការឈរជើងត្រឹមនេះនៅពេលបទឈប់បាញ់អនុវត្តតាំងពីម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 27 ធ្នូមកហ្នឹងមិនមែនជាបង្គោលព្រំដែនទេមិនមែនជាខ្សែបន្ទាត់ព្រំដែនទេបាទមិនមែនឈប់បាញ់គ្នាតំណឹងឈរជើងនៅកន្លែងណាទឹកដីរៀងខ្លួននៅកន្លែងនោះមិនមែនទេបាទព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរកម្ពុជាថៃនៅតែត្រូវបានអនុវត្តនិងកំណត់ដោយច្បាប់អន្តរជាតិដោយផែនទីដែលបានទទួលស្គាល់ជាអន្តរជាតិបាទបងប្អូនបានអានចំណុចទាំង16នៃសេចក្តីប្រកាសរួមឬទេបាទក្នុងចំណោមចំណុចទាំង16នៃសេចក្តីប្រកាសរួមហ្នឹងគឺភាគីទាំងពីរហ្នឹងបាទគឺគេអនុញ្ញាតបាទឲ្យគណៈកម្មការចម្រុះព្រំដែន JBC បាទបន្តការងារវាស់វែងព្រំដែនបាទវាស់វែងខ្សែបន្ទាត់ព្រំដែនការងារបោះបង្គោលបន្តអាសន្នការងារខណ្ឌសីមាហ្នឹងគឺបន្តធ្វើដោយក្រុមបច្ចេកទេសគណៈកម្មការចម្រុះបាទ JBC បន្តធ្វើទៀតបាទហើយធានាធ្វើដោយសុវត្ថិភាពបាទធានាការដោះមានការអីចឹងទៅបាទអញ្ចឹងសូមបងប្អូនពុកម៉ែកុំភ័យកុំបារម្ភថាគេឈរជើងកន្លែងណាគេយកទឹកដីយើងកន្លែងនោះបាទមិនមែនមានអីចឹងទេបាទគឺនៅតែប្រើប្រាស់ច្បាប់អន្តរជាតិប្រើប្រាស់ផែនទីអន្តរជាតិដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិនិងបន្តវាស់វែងដោយគណៈកម្មការចម្រុះកិច្ចការព្រំដែន JBC ដដែលទេបាទអ្វីដែលសំខាន់គឺឈប់បាញ់គ្នាដើម្បីរក្សាអាយុជីវិតទាំងកងទ័ពទាំងជនស៊ីវិលហើយនឹងអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង6សែននាក់នៅខាងយើងនិងខាងគេរាប់សែននាក់ផ្សេងទៀតបានត្រឡប់ទៅភូមិឋានទៅផ្ទះសម្បែងរបស់ពួកគាត់វិញបាទក្មេងៗបានចូលរៀនវិញចាស់បានធ្វើការរកស៊ីឡើងវិញបាទនោះជាគោលបំណងធំឯទំនាស់រវាងប្រទេសទាំងពីរពាក់ព័ន្ធទៅនឹងការបន្តដាច់ស្រេចនៅខ្សែបន្ទាត់ព្រំដែនហ្នឹងគឺបន្តដោះស្រាយតាមយន្តការដែលមានស្រាប់កិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយគ្នាបាទគឺអត់ចោលផែនទីអន្តរជាតិអត់ចោលកិច្ចព្រមព្រៀងកន្លងទៅដែលមានជាមួយគ្នាទេបាទហើយបន្តតាមដានបាទដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បាទ AOT បាទអ្នកសង្កេតការណ៍អាស៊ានហ្នឹងគឺមកឈរជើង
ទាំងសងខាងនៅខាងព្រំដែនកម្ពុជានិងនៅខាងព្រំដែនថៃបាទដើម្បីធានានៅទំនុកចិត្តបាទធានានៅការមិនបំពេញគ្នាទៅវិញទៅមកបាទអញ្ចឹងសូមពុកម៉ែបងប្អូនមេត្តាជ្រាបបាទនៅចំណុចនេះបាទខ្ញុំគ្រាន់តែចង់ទាញចំណាប់អារម្មណ៍ពុកម៉ែបងប្អូនទៅលើភាពហត់នឿយការលះបង់របស់វីរៈកងទ័ពវីរៈនគរបាលជាតិកងកម្លាំងយុទ្ធជនរបស់យើងទាំងអស់បាទគាត់ប្រយុទ្ធដាច់បាយដាច់ទឹកបាទអត់មានពេលសម្រាប់អត់មានពេលឆ្ងាញ់បាទដើម្បីការពារបូរណភាពទឹកដីរបស់យើងបាទគាត់ចាក់ចោលឆ្ងាយពីគ្រួសារបាទគាត់ក៏ជាមនុស្សដូចយើងគាត់ចង់ជួបជុំគ្រួសារគាត់ចង់ហូបឆ្ងាញ់គាត់ចង់ដើរលេងទៅនេះទៅនោះជាមួយនឹងប្រពន្ធកូនរបស់គាត់បាទគាត់ចង់ជួបជុំពុកម៉ែបងប្អូនរបស់គាត់មិត្តភក្តិរបស់គាត់ដូចតែយើងចឹងដែរបាទអញ្ចឹងអ្វីដែលយើងសម្រេចបាននៅពេលនេះគឺធានាការពារអាយុជីវិតរបស់ពួកគាត់មិនឲ្យបាត់បង់បន្តទៅទៀតបាទហើយនឹងជនភៀសស្រុករបស់យើងបាទស្ត្រីចាស់ជរាបាទក្មេងបាទស្ត្រីមានផ្ទៃពោះបាទគាត់បានត្រឡប់ទៅផ្ទះរបស់គាត់ជឿទុកចិត្តលើរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នេះបាទហើយនឹងធានានៅសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរបាទសម្រាប់បងប្អូនជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនបាទដើម្បីបានសុខសន្តិភាពរយៈពេលយូរអង្វែងនិងអភិវឌ្ឍស្រុកទេសរបស់យើងឡើងវិញទាំងអស់គ្នាបាទសូមអរគុណ